យើងនិយាយពីបង្អែកពុទ្ធសាសនាចឹងបង្អែកក្នុងទីនេះញោមចាំណាដូចគេសួរថាពុទ្ធបង្រៀនមនុស្សឲ្យយកខ្លួនឯងជាទីពឹងហើយមិនបានទៅសូត្រពុទ្ធសាសនាគេឆាមិខ្ញុំបកណ្ដាសូមយកពុទ្ធជាទីពឹងវិញចឹងសូមយកពុទ្ធជាទីពឹងទៀតឥឡូវហើយមិនបានវាខុសពីពាក្យដែលលោកសំដែងធម៌ទេសនាពុទ្ធបង្រៀនតែឲ្យយកខ្លួនឯងជាទីពឹងហើយដែលយើងទៅសូត្រតែយកពុទ្ធពធប្រសំជាទីពឹងទីរលឹកទៅវិញឃើញមានពាក្យរលឹកខាងចុងហ្នឹងញោមមានចាប់អារម្មណ៍ពាក្យរលឹកហ្នឹងមិនមែនគ្រាន់តែទីពឹងទៅទេណាទីពឹងទីរលឹកអញ្ចឹងកន្លែងនេះមិនមែនឲ្យយើងយកជីវិតយើងយកសេចក្តីសុខសេចក្តីទុក្ខរបស់យើងយកទៅពឹងផ្អែកលើប្រតនត្រ័យទាំង3ទេប្រតនត្រ័យទាំង3គ្រាន់តែជាទីរលឹកដឹងថាខ្លួនឯងនឹងបានដល់ព្រមប្រតនត្រ័យទាំង3នឹងជាទីពឹងហើយចូលខ្លួនក្នុងប្រតនត្រ័យទាំង3ហើយត្រូវមានសតិរលឹកដឹងគ្រប់ខណៈថាខ្លួនឯងគឺយកប្រតនត្រ័យទាំង3ជាទីពឹងទីរលឹកអញ្ចឹងឯងជាបាសកបាសិកាហើយអញលែងទៅដាក់ធូរហើយអញលែងទៅដាក់ម៉ងហើយអញលែងទៅលួចគេហើយអញលែងនិយាយកុហកគេហើយគឺមានសតិដឹងថាឡូវនេះឯងមានពុទ្ធពធប្រសងជាទីពឹងទីរលឹកហើយហ្នឹងហើយអញលែងយកបាបជាទីពឹងទៀតហើយលែងយកសេចក្តីអាក្រក់មកក្នុងខ្លួនជាទីពឹងទៀតហើយគ្រាន់ឲ្យដឹងខ្លួនឯងរលឹកដឹងថាខ្លួនឯងឥឡូវនេះគឺបកគលកាយថ្វាយខ្លួនយកប្រតនត្រ័យទាំង3ជាទីពឹងទីរលឹកហើយមិនមែនឲ្យយកសេចក្តីសុខទុក្ខខ្លួនឯងទៅពឹងផ្អែកលើប្រតនត្រ័យទាំង3ទេយល់ឡើងហ្នឹងយល់ឡើងមកចង់និយាយហ្នឹងឯងញោមអត់មានយកជីវិតយើងទៅប្តីផ្ដួលថាអូណែងសោតចឹងទៅយកជីវិតខ្លួនឯងទាំងសុខទាំងទុក្ខទាំងស្អីមានក្រល្អអាក្រក់បុណ្យបាបអីយកទៅដាក់លើប្រតនត្រ័យទាំង3ថាយកប្រតនត្រ័យទាំង3ជាទីពឹងទីរលឹកអញលែងមានបាបអញឡើងឋានសួគ៌អញលែងក្រអញដឹងតែមានដោយសារយកប្រតនត្រ័យទាំង3អាហ្នឹងមិច្ឆាទិដ្ឋិពេញទីយល់អត់តណាញោមគ្រាន់តែឲ្យខ្លួនឯងរលឹកដឹងថាអូឥឡូវខ្លួនឯងនេះចង់ប្រព្រឹត្តបាបដោយប្រការយ៉ាងណាគឺសតិរលឹកដឹងទេអញចូលកាយថ្វាយខ្លួនក្នុងប្រតនត្រ័យទេអញមិនគួរក៏បីធ្វើអញ្ចឹងមិនសមជាបាសកមិនសមជាបាសិកាបញ្ញាកំណត់ដឹងតែព្រោះសតិរលឹកដឹងថាខ្លួនឯងកំពុងតែមានប្រតនត្រ័យទាំង3ជាទីពឹងក្នុងជីវិតហើយតន់មកនិយាយអញ្ចឹងញោមហ្នឹងឲ្យដឹងអញ្ចឹងគ្រាន់តែដឹងអញ្ចឹងទេពាក្យថាយកពុទ្ធពធប្រសងជាទីពឹងទីរលឹកដែលយើងសូត្រហ្នឹងគឺមានន័យថាឲ្យយើងរលឹកសតិដឹងខ្លួនឯងហាមឃាត់កាយវាចាខ្លួនឯងឈប់ប្រព្រឹត្តទង្វើអាធ្លាប់ធ្វើពីមុនមកដែលមិនទាន់បានយកប្រតនត្រ័យទាំង3ហ្នឹងជាទីពឹងអាកន្លងមកនោះឲ្យលះបង់អាទង្វើអាក្រក់ហ្នឹងចោលព្រោះសតិត្រូវរលឹកដឹងថាពីពេលនេះមកនេះគណៈនេះទៅខ្ញុំបកណ្ដានាងខ្ញុំទាំងអស់គ្នាបានដល់នៅប្រតនត្រ័យទាំង3ជាទីពឹងទីរលឹកតោះនេះអញ្ចឹងញោមមិនឲ្យយកជីវិតខ្លួនឯងសុខទុក្ខខ្លួនឯងទៅប្តីផ្ដួលលើប្រតនត្រ័យទាំង3ទេខ្លីប៉ុណ្ណឹងកុំវែងពេកយល់បានអញ្ចឹងញោមចឹងមលុបក្នុងពុទ្ធសាសនាមាន3សច្ចៈខន្តីកតញ្ញូបញ្យល់គេបានទេចឹងយល់ហ្នឹងហើយចុះឥឡូវរៀនអីទៀតមួយវគ្គទៀតបងមើលឲ្យយើងដល់ណាណែចុះគ្រឹះឲ្យចតុលមានមែនហ្នឹងគ្រឹះចតុលណែមានមួយទេគឺបត្រៃបិដកហ្នឹងរៀនឲ្យចប់5ទៀងចប់ប៉ុណ្្នឹងហ្នឹងចឹងគ្រឹះឬចន្ទុលនៃពុទ្ធសាសនាមានតែមួយដែរដូចអីគេមានតែមួយមិញត្រួយនៃពុទ្ធសាសនាមានតែមួយគឺព្រះនិព្វានដល់ពេលគ្រឹះហើយនឹងចន្ទុលនៃពុទ្ធសាសនាក៏មានតែមួយដែរគឺព្រះត្រៃបិដកញោមចាំចេះយើងអ្នកកាន់ពុទ្ធសាសនាអាហ្នឹងដែលយើងចេះតែឆ្លោះគ្នាថាអូគ្រូខ្ញុំបង្រៀនថាអញ្ចេះហើយគ្រូនោះបង្រៀនថាចុះមិនបានវាខុសគ្នាមិនបាច់សួរថាមិនវាខុសគ្នាទេរបៀបនៃការបញ្យល់ផ្សេងគ្នាតែឲ្យទៅតែម្ដងនៅក្នុងនៃពុទ្ធសាសនាអ្នកឯងអត់មានយកគ្រូអ្នកឯងជាគ្រឹះទេយើងអ្នកកាន់ពុទ្ធសាសនាយើងអ្នករៀនធម៌យកអីជាគ្រឹះព្រះត្រៃបិដកជាគ្រឹះអត់មានយកគ្រូណែឯងជាគ្រឹះទេកន្លែងហ្នឹងមកបញ្យល់បន្តិចហើយគ្រូខ្លះទៅបង្រៀនគេឲ្យជឿតែខ្លួនឯងឲ្យជឿតែខ្លួនឯងសំបីតែអ្នកដតីទៅរៀនគ្រូដតីបង្រៀនមកអាកូនសិស្សហ្នឹងលែងស្ដាប់គ្រូគេព្រោះជឿគ្រូឯងតែស្ដាប់តែគ្រូឯងទៅត្រឹមត្រូវអាហ្នឹងគឺខុសមិនឆាទិដ្ឋិញោមចាំយើងអ្នករៀនធម៌អត់មានគ្រូនេះត្រូវអត់មានគ្រូនោះខុសទេគឺចង់មានគ្រឹះដ៏រឹងមាំដែលអាចកំណត់បានយកជាគោលបានអត់មានគ្រូនេះគ្រូនោះទេគឺព្រះត្រៃបិដកហើយព្រះត្រៃបិដកនឹងទៀតសោតបង្វែរមកពេលពុទ្ធព្រះអង្គគង់នៅជាធរមានវិញពុទ្ធខ្លួនព្រះអង្គបានប្រាប់ថាបរិស័ទមនាលអ្នកទាំងឡាយកុំឲ្យជឿពាក្យតថាគតរាល់តថាគតសម្ដែងទៅឲ្យអ្នកទាំងឡាយកុំឲ្យជឿអ្នកទាំងឡាយយកទៅគិតត្រេះរិះពិចារណាប្រកបដោយវិមង្សាសមាសង្កេតបៈឲ្យកើតបញ្ញាឃើញថាពាក្យរបស់តថាគតអ្នកមកយកពាក្យព្រះមកសម្ដែងប្រាប់ញោមឲ្យឃើញថាពាក្យតថាគតពិតប្រកបថានឹងមានហេតុមានផលមែនអូបើអ្នកឯងពិចារណាទៅតែមានហេតុមានផលអ្នកឯងយកទៅបដិបត្តិអត់ទាន់ឲ្យជឿទៀតអាពេលឃើញតែមានហេតុមានផលហើយញោមយកទៅបដិបត្តិសិនតើវាកើតចេញតាមហេតុផលដែលខ្លួនឯងគិតតែអត់នេះពុទ្ធពយល់អក្សសាវកអាយុពយល់បរិស័ទរបស់ព្រះអង្គអញ្ចឹងការព្រះអង្គនៅវិជនអ្នកឯងកុំជឿតថាគតយកពាក្យតថាគតទៅស្ដាប់ហើយត្រេះរិះរកហេតុផលពេលត្រេះរិះរកហេតុផលឃើញហើយយកទៅអនុវត្តសិនតើវាចេញតាមហេតុតាមផលនឹងពិតប្រកបតែអត់អូបើវាចេញជាប្រយោជន៍អញ្ចឹងមែនវាប្រេចសម្រេចអញ្ចឹងមែនចាំអ្នកឯងជឿតថាគតហើយការបដិបត្តិចេញជាប្រយោជន៍អញ្ចឹងហើយក៏កុំឲ្យអ្នកឯងយកខ្លួនអ្នកឯងនឹងទៅដល់ពយល់ប្រាប់គេថាតើតែបដិបត្តិអញ្ចឹងបានវាចេញជាប្រយោជន៍ព្រះបន្តទៀតដោយសារតែការបដិបត្តិរបស់មនុស្សមានលក្ខណៈខុសៗគ្នាការស្វែងរកធម៌នោះវាមានលក្ខណៈខុសគ្នាឧបមាដូចថ្នាំកាពះមានតែមួយមុខហើយមិនមុខញោមមានរាប់ផ្លេចមុខរាប់មិនអស់ថ្នាំកាពះតែមួយហ្នឹងណាវិជាសាស្ត្ររកឃើញមកបណ្ដាច់ឈ្មោះខុសៗគ្នាអាសារធាតុផ្សំក៏មានលក្ខណៈខុសគ្នាតិចៗដែរទៅតាមសារពាង្គកាយរបស់មនុស្សខ្លះវាដាក់ត្រូវនឹងអានេះមនុស្សខ្លះវាដាក់ត្រូវនឹងអានោះអញ្ចឹងយើងទៅប្រាប់គេថាខ្ញុំលេបអាហ្នឹងត្រូវតែឯងត្រូវតែលេបអាហ្នឹងទៅដឹងថាត្រូវឯងញោមមនុស្សចឹងត្រូវឯងអត់ទេ
ចឹងបានឆ្នាំកាពះតែមុខដូចគ្នាប៉ុន្តែគេបង្កើតផ្សេងៗគ្នាដោយសារទៅតាមតម្រូវនៃរាងកាយរបស់មនុស្សការបដិបត្តិធម៌ការរៀនធម៌ឲ្យដើរត្រង់ថាជឿថានេះដើរតាមនេះត្រូវប្រកបទៅតាមហ្នឹងអត់ត្រូវទេចឹងបានអាស្ដាប់គាត់នឹងបង្រៀនគេចេះថាឲ្យតែកូនសិស្សគាត់ហ្នឹងគឺលេងស្ដាប់អាណាចូលទាំងអស់ឲ្យជឿតែគ្រូខ្លួនឯងមកអាហ្នឹងខុសខ្ញុំមិនឆាប្រទេសអត់ទេគឺអត់ឲ្យជឿគ្រូអត់ឲ្យជឿណាទាំងអស់ជឿព្រះត្រៃបិដកបត្រៃបិដកហើយជឿបត្រៃបិដកក៏កុំឲ្យជឿលើបត្រៃបិដកទាំងអស់តោះតែយើងយកមកសិក្សាហើយគិតថាវាសមហេតុសមផលហើយយកទៅបដិបត្តិសិនបដិបត្តិទៅវាកើតប្រយោជន៍ចឹងមែនចាំជឿហើយពេលបដិបត្តិទៅកើតប្រយោជន៍ចឹងមែនក៏ដោយកុំទៅដល់ប្រាប់គេថាតោះតែធ្វើដូចខ្ញុំមកវាចេញប្រយោជន៍ចឹងយល់មកនិយាយខ្ញុំខ្លីប៉ុណ្ណឹងមានរឿងវែងទៀតប៉ុន្តែកុំនិយាយវែងពេកអញ្ចឹងជំទល់គ្រឹះនៃពុទ្ធសាសនាគឺបត្រៃបិដកចប់ចូលមេធៀងមួយម៉ាត់ទៀតចប់ហើយត្រឹមបានទេនឹងឲ្យចប់ទាំងប៉ុណ្ណឹងមេធៀងពុទ្ធសាសនាមាន3សិលសមាធិបញ្ញាអញ្ចឹងបើសួរមេយោធៀងអញ្ចឹងអស់ហើយថ្ងៃនេះមានបដូលមានគ្រឹះមានមលុបមានត្រួយមានអីមកអស់ចូលចុងក្រោយទៀតមេធៀងហ្នឹងអញ្ចឹងដើមឈើមួយវាមានមេឃមានធៀងរបស់វាអញ្ចឹងមេធៀងនៃពុទ្ធសាសនាមាន3គឺសិលសមាធិបញ្ញាអញ្ចឹងសិលស្អីសមាធិស្អីបញ្ញាស្អីយើងរៀនហើយមិនបាច់បញ្ជាក់ទៀតទេចប់ប៉ុណ្ណឹងអត់យល់កន្លែងណាសួរបានហើយបើអត់សួរទេអេវ៉ាំងចប់ចាំស្អែកចាំចូលបន្តទៀតអត់មានឆ្ងល់អីណាឆ្ងល់សួរបានអត់អីទេព្រះត្រៃបិដកបិដកៈហ្នឹងមានន័យថាកជឿល្អីបើយើងអានភាសាបាលីបិដកជាភាសាសំស្ក្រឹតត្រៃគឺមានន័យថា3ណាត្រៃហ្នឹង3យើងរៀនហើយមិញត្រៃ3ដល់បិដកមានន័យថាកជឿល្អីកម្ពីទាំង3ហ្នឹងព្រះត្រៃបិដកមានន័យថាកម្ពីទាំង3នឹងប្រែអបរោស្រាប់មានន័យថាកម្ពីទាំង3មានកម្ពីបសោតកម្ពីព្រះវិន័យកម្ពីព្រះអភិធម្មអាចចុះបើវាប្រែឲ្យចំពាក្យដោយបសោតចឹងសោតត្រាក់មានន័យថាដោតក្រងចងគ្រាឃើញទេបសោតសោតត្រាក់នោះមានន័យថាដោតក្រងចងគ្រាមានប្រែថាបសោតប្រែមកថាធေါ်បនបាបណាមានប្រែចឹងណាតែប្រែថាដោតក្រងចងគ្រាវិញដល់ពេលយើងយល់ន័យមកដោតស្អីក្រងអីចងស្អីគឺដោតកាយវាចាចិត្តចងកាយវាចាចិត្តកុំឲ្យប្រព្រឹត្តក្នុងអកុសលនឹងដែរតែនេះគេអត់ប្រែថាចងអកុសលហ្មងទេប្រែឲ្យចំពាក្យរបស់វាវាបសោតព្រះសោតហ្នឹងក៏ពីបសោតហ្នឹងមានន័យថាដោតក្រងចងគ្រាយល់ន័យវិញឥឡូវកជឿអីមានន័យថាម៉េចបីដកហ្នឹងហាក់បីដូចជាកជឿល្អីសម្រាប់តម្កល់នៅធម៌ហ្នឹងឧបមាដូចយើងមានវលីមួយមានកបោមួយសម្រាប់ដាក់សភៅដាក់បិចដាក់អីក្នុងហ្នឹងទាំងអស់អញ្ចឹងបីដកហ្នឹងមានន័យថាជាកជឿមួយដ៏ធំសម្រាប់តម្កល់ពធ84000ធម្មខណ្ឌទាំង110ក្បាលហ្នឹងនៅក្នុងហ្នឹងទាំងអស់ពាក្យរបស់ពុទ្ធទាំងអស់ហ្នឹងមកដាក់មូលផ្ដុំម្ដុំឡើយហ្នឹងបានគេហៅថាកជឿល្អីហ្នឹងហ៎ព្រះសោតព្រះវិន័យព្រះអភិធម្មកពីបសោតកពីវិន័យកពីអភិធម្មណាបត្រៃបិដកហ្នឹងគឺកពីទាំង3ហ្នឹងសរុបទាំង110ភាគស្មើនឹង84000ព្រះធម្មខណ្ឌពីនោះបត់ដើមបត់កដាលបត់ចុងមានន័យថាសិលសមាធិបញ្ញាសិលជាលំអបត់ដើមសមាធិជាលំអបត់កណ្ដាលបញ្ញាជាលំអបត់ខាងចុងខ្លឹមនៃពាក្យថាពីរោះបត់ដើមបត់កដាលបត់ចុងបងហើយបើយើងអธิบายក្នុងផ្លូវធម៌ពីរោះបត់ដើមមានន័យថាចាចាប់ផ្ដើមពន្យល់ហេតុហើយនឹងផលដល់ពេលពីរោះបត់កណ្ដាលយើងយល់អំពីហេតុផលដែលបានពន្យល់ហើយដល់ពេលបត់ខាងចុងយើងបានបដិបត្តិឲ្យកើតចេញអំពីការយល់ហេតុផលហ្នឹងហើយហ្នឹងហើយណាអានេះយើងយល់ន័យបានចឹងទៀតប៉ុន្តែបើយល់ន័យមកប្រៀបធៀបពីរោះបត់ដើមបត់កណ្ដាលបត់ចុងគឺសំដៅដល់សិលសមាធិបញ្ញាដល់ពេលនិយាយពីការពន្យល់ផ្លូវធម៌វិញពីរោះបត់ដើមមានន័យថាយើងបានអธิบายនៅពធហ្នឹងឲ្យគេស្ដាប់ដល់ពីរោះបត់កណ្ដាលដល់ពេលដែលយើងស្ដាប់យល់ហើយដល់ពេលពីរោះបត់ខាងចុងយើងបានបដិបត្តិក្រោយពេលឲ្យយល់ឡើងហើយតោះនេះខ្ញុំណាសូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាសាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសច្ចៈមុនីសម្ពុទ្ធទ្រង់ត្រាស់ថាណាត់ទេសន្តិបរំសុខំពុំមានសេចក្តីសុខក៏តីក្រៅអំពីសេចក្តីស្ងប់ឡើយសូមអនុមោទនាសូមអនុមោទនាសូមអនុមោទនា